សម្រាប់អ្នកដែលធ្លាប់ប្រើ Telegram ខ្ញុំជឿជាក់100%ថាប្រកាសតែធ្លាប់ក្លោបភ្នែកឃើញរូបផ្កាយពណ៌រឿងស្វាយឬមកផ្កាយពណ៌លឿងនេះហើយអញ្ចឹងអាផ្កាយពណ៌លឿងនេះគេហៅវាថា Telegram Star ចំពោះអាផ្កាយពណ៌រឿងស្វាយនេះគេហៅថា Telegram Premium អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំធ្វើវីដេអូបញ្យល់អ្នកទាំងអស់គ្នាហើយនឹងប្រាប់ពីរបៀបទិញដូចគ្នាហើយប្រាប់របៀបទិញហ្នឹងគឺខ្ញុំប្រាប់របៀបទិញឲ្យចំណេញលុយទិញក្នុងតម្លៃទាបហើយសុវត្ថិភាព100%អូខេអញ្ចឹងខ្ញុំសូមបញ្យល់តិចចំពោះ Telegram Premium ហ្នឹងសួរយើងទិញវាមកធ្វើអីវាមានអត្ថប្រយោជន៍អីខ្លះអញ្ចឹងចំពោះអត្ថប្រយោជន៍របស់ Telegram Premium គឺវាមានច្រើនមែនតើហើយមួយទៀតដោយសារតែឥឡូវហ្នឹង Telegram វាអត់ free ដូចមុនទេមានន័យថាកាលមុនយើងគ្រាន់តែដាក់លេខទូរស័ព្ទរបស់យើងទៅយើងអាចប្រើ Telegram បានតែម្ដងតែឥឡូវបន្ទាប់ពីយើងដាក់លេខទូរស័ព្ទទៅហើយវាទាមទារយើងទិញ Premium ទិញអីចឹងទៅអញ្ចឹងអាហ្នឹងគឺមានន័យថាតើតា account យើងមាន Premium មិនយើងប្រើ Telegram បានហើយបើសិនជា account អ្នកទាំងអស់គ្នាអត់មាន Premium ទេហើយយើងនៅប្រើបានធម្មតា Telegram វាអត់ទាមទារយើងទិញទេបើយើងចង់ទិញទៀតក៏បានដែរហើយចំពោះមុខងារវាគឺនេះគឺអ្នកទាំងអស់គ្នាអាចមើលបានហើយមានមុខងារពិសេសច្រើនទៀតអាចហែកមើលនៅក្នុង setting របស់ Telegram បានជាទូទៅបើសិនជា account Telegram យើងធម្មតាអត់មាន Premium យើង add story ក្នុងមួយអាទិត្យចឹងគឺបានតែ3ដងទេអាហ្នឹងមិនតាមខ្ញុំចាំបានណាតែបើយើងមាន Premium គឺថាវា unlimited តែម្ដងហើយយើងអាច upload file បានច្រើនជាងមុន internet speed របស់យើងដើរគុណ2អីចឹងទៅហើយនឹងមុខងារច្រើនទៀតហើយនេះគឺជា account Telegram របស់ខ្ញុំដែលខ្ញុំមាន Premium ខ្ញុំអាចដាក់សញ្ញា Chris verify នៅលើ account របស់ខ្ញុំបានអញ្ចឹងអាហ្នឹងគឺមិនមែនយើងដាក់បានតែសញ្ញាគ្រីសឲ្យអ្នកទាំងអស់គ្នាចង់ដាក់រូបអីផ្សេងក៏បានដែរហើយយើងអាច custom បដូរ color ពណ៌ខាងក្រោយបានដែលខាងរបស់ខ្ញុំគឺខ្ញុំដាក់ពណ៌រៀងការជោគតិចហើយនឹងមាន emoji សត្វពីរនៅខាងក្រោយអញ្ចឹងអាហ្នឹងយើងអាចកែបានអ្នកទាំងអស់គ្នាហើយកន្លែង bio របស់យើងនេះគឺយើងអាចដាក់វាវែងជាងមុនបានដូចគ្នាអត្ថប្រយោជន៍វាគឺមានច្រើនអញ្ចឹងខ្ញុំសូមប្រាប់តែប៉ុណ្្នឹងទេអាចទៅ check មើលកន្លែងនេះបានបើសិនជាចង់ដឹងអញ្ចឹងចំពោះ Telegram Star នេះវិញអាផ្កាយពណ៌លឿងហ្នឹងគឺយកវាមកធ្វើអីហើយហ្នឹងវាមានប្រយោជន៍គេខ្លះក្នុង Telegram ខ្ញុំក៏ខ្ញុំមានដែរខ្ញុំមានឡើង2000ជាងអញ្ចឹងសម្រាប់ Telegram Star បើយើងឧទាហរណ៍ងាយយល់វាគឺជាលុយនៅក្នុង Telegram របៀបថាចេះបើសិនជាយើងលេង game ហើយយើងចង់បាន skin នៅក្នុង game ហ្នឹងយើងមិនត្រូវមានពេជ្រសិនអញ្ចឹងពេជ្រហ្នឹងគឺយើងត្រូវដាក់លុយរៀលលុយដុល្លាររបស់យើងយកទៅបុកទិញពេជ្របន្ទាប់យើងបានពេជ្រហើយបើយើងយកទៅទិញ skin បានឬមួយក៏ឧទាហរណ៍មួយទៀតបើសិនជាអ្នកទាំងអស់គ្នាទៅដើរលេងនៅអាមេរិកសួរតែយើងយកលុយខ្មែរលុយរៀលយើងទៅចាយបានអត់បានទេតើយើងយកលុយខ្មែររបស់យើងដូរជាលុយដុល្លារបើយើងអាចយកលុយដុល្លារទៅចាយនៅក្នុងអាមេរិកបានអញ្ចឹងសម្រាប់ Telegram Star នេះក៏វាអត់ខុសគ្នាដែរបើសិនជាអ្នកទាំងអស់គ្នាចង់ទិញរូបភាពឬមួយក៏វីដេអូនៅលើ channel Telegram ណាមួយដែលគេលក់យកជា Star អញ្ចឹងតើអ្នកទាំងអស់គ្នាមាន Star បានអ្នកទាំងអស់គ្នាអាចមើលវីដេអូហ្នឹងបានព្រោះបើសិនជាយើងយកលុយរៀលទៅឲ្យគេគឺគេយកអត់កើតទេព្រោះពេលខ្លះគេជាជនបរទេសតែបើយើងមាន Star អត់ខ្វល់ថាម្នាក់ហ្នឹងជាជនជាតិអីរស់នៅប្រទេសណាទេគឺទទួលយកបានទាំងអស់អញ្ចឹងអាហ្នឹងគឺវាបែបហ្នឹងហើយមើលវិញទៀតបើសិនជាអ្នកទាំងអស់គ្នាចង់ទៅ join ក្រុម VIP channel VIP ដែលម្ចាស់ channel ជា admin ហ្នឹងគាត់ទទួលការបង់ប្រាក់ជា Star អ្នកទាំងអស់គ្នាក៏អាចយក Star ទៅបង់បានដូចគ្នាដោយសារវាទលំទលាយមានន័យថាប្រទេសណាក៏អាចទៅ join បានដោយអត់ចាំបាច់ត្រូវបដូរលុយបដូរអីញ៉ៃៗវាលុយអីកាត់សេវាញ៉ៃៗច្រើនអូខេអញ្ចឹងសួរថាបើសិនជាយើងចង់ទិញវិញអាច Telegram Star និង Telegram Premium យើងទិញធ្វើម៉េចអ្នកទាំងអស់គ្នាអាចទិញនៅក្នុង app Telegram ផ្ទាល់បានអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ទិញ Premium អូខេឥឡូវខ្ញុំសុំបែកថយក្រោយតិចយើងចូលមកកាន់ setting Telegram ហើយអ្នកទាំងអស់គ្នាត្រូវចុចលើពាក្យ Telegram Premium តែអានេះដោយសារខ្ញុំមាន Premium ស្រាប់ហើយខ្ញុំមិនអាចទិញបានទេតែបើអ្នកទាំងអស់គ្នាអត់ទាន់មានគឺវានឹងចេញប៊ូតុងឲ្យយើងទិញហើយយើងអាចទិញម្ដងមួយខែម្ដងមួយឆ្នាំអីចឹងទៅតែតម្លៃវារៀងថ្លៃហើយពេលដែលយើងដាក់ credit card ទៅវាកាត់ពន្ធកាត់អីញ៉ៃៗច្រើនណាស់ហើយបើសិនជាអត់មាន credit card ទេកាន់តែញ៉ៃអញ្ចឹងតិចទៀតខ្ញុំប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបទិញតាមការវេលុយទៅលើ QR code របស់យើងហ្នឹងយើងវេពីធនាគារណាក៏បានដែរអញ្ចឹងវាងាយស្រួលតែឥឡូវខ្ញុំសុំប្រាប់ពី Telegram Star សិនអញ្ចឹង Telegram Star ពេលដែលយើងទិញគឺដូចគ្នាយើងជួយលើពាក្យ top up មកអញ្ចឹងគឺវានឹងចេញមកឲ្យមាន100 Star ពីជាង150 500 1000អីចឹងទៅអញ្ចឹងយើងចង់ទិញចំនួនមួយណាយើងអាចទិញតាមនឹងបានគ្រាន់តែថាវាថ្លៃអ្នកទាំងអស់គ្នា100 Star ឡើងចូល2ជាងពេលយើងដាក់ credit card ទៅវាកាត់ពន្ធវាចូល2រៀលកន្លះហើយបើអ្នកទាំងអស់គ្នាប្រើពួក iPhone តម្លៃកាន់ថ្លៃជាងនឹងទៀតអូខេឥឡូវខ្ញុំប្រាប់ពីរបៀបទិញតម្លៃថោកអ្នកទាំងអស់គ្នាអាចចុចតាម link នៅខាងក្រោម description បានទិញតាម Telegram bot អញ្ចឹងសម្រាប់ Telegram bot មួយហ្នឹងគឺមានឈ្មោះថា X by Star អ្នកទាំងអស់គ្នាអាច scan QR code ក៏បានដែរហ្នឹងហើយឬមកក៏អាចចុចតាម link ខាងក្រោម description មកអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាចូលមកកាន់ bot Telegram ហ្នឹងហើយអ្នកទាំងអស់គ្នា complete ចុច start ហើយបន្តមកទៀតអ្នកទាំងអស់គ្នាចុចលើពាក្យ open store ឬមួយក៏ចុចពាក្យ buy ខាងក្រោមមួយណាក៏បានដែរអញ្ចឹងចុចលើពាក្យ open store មកយើងទិញតាម bot នេះតម្លៃវាថោកអ្នកទាំងអស់គ្នាដោយសារមាន partner អញ្ចឹងពេលយើងទិញគឺបានភ្លាមហើយយើងអាច pay លុយតាម QR code ក៏បាន pay តាម crypto ក៏បានមិញនៅក្នុង app Telegram បើយើងទិញ100 Star វាឡើងចូល2រៀលថា2រៀលកន្លះចុះតែបើយើងទិញតាម bot នេះតាម176ទេអញ្ចឹងគឺតម្លៃវាខុសគ្នាឆ្ងាយមែនតើបើអ្នកទាំងអស់គ្នាទិញម្ដងច្រើន
ដល់1000គឺឃើញលុយខុសគ្នាឆ្ងាយអញ្ចឹងកន្លែងនេះគឺយើងគ្រាន់តែដាក់ username របស់យើងចូលទៅគឺយើងអាចទិញបានហើយហើយដូចខ្ញុំបញ្ជាក់អញ្ចឹងយើងអាចទិញ premium ក៏បានដែរវាមានរយៈពេល3ខែ6ខែ12ខែហើយយើងអាចទិញមុខងារផ្សេងៗទៅដូចជា boot level ហើយនិង keys ជាដើមតែអាពីរហ្នឹងគឺវាអត់សូវមានអ្នកទិញប៉ុន្មានទេប្រហែលគេទិញតែ Star និង Premium អូខេអញ្ចឹងវីដេអូនេះគឺខ្ញុំធ្វើឧទាហរណ៍ទៅលើការទិញ Telegram Star តែម្ដង Telegram Star របស់ខ្ញុំឥឡូវនេះគឺខ្ញុំមាន2500ជាងអញ្ចឹងខ្ញុំនឹងធ្វើការទិញ50 Star ទៀតអញ្ចឹងសរុបទាំងអស់ Star របស់ខ្ញុំវាត្រូវ2600ជាងអញ្ចឹងខ្ញុំចូលមកកាន់ Telegram របស់ខ្ញុំហើយខ្ញុំ copy username ហ្នឹងហើយដោយសារ username account ខ្ញុំមានច្រើនអញ្ចឹងខ្ញុំ copy មួយណាក៏បានដែរហើយខ្ញុំធ្វើការ pass username របស់ខ្ញុំចូលកន្លែងនេះហើយខ្ញុំទិញចំនួន50 Star អញ្ចឹងយើងលុបលេខ10000ដាក់លេខ50មកតែវាតែ88សេនទេហើយបើយើងទិញតាម Telegram តតាម100 Star ឡើងមិនទិញបានអញ្ចឹងវាពិបាកអញ្ចឹងទៀតអញ្ចឹងទិញ Telegram bot នេះស្រួលអញ្ចឹងខ្ញុំចុចលើពាក្យ Pay with QR វានឹងចេញ QR code មកហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការ screenshot មកដើម្បី scan បាញ់លុយឬមួយក៏អ្នកទាំងអស់គ្នាយកទូរស័ព្ទមួយទៀតយកមក scan ពីលើក៏បានដែរអូខេអញ្ចឹងខ្ញុំចុចលើពាក្យបញ្ជាក់មកដើម្បីធ្វើការបាញ់លុយចំនួន88សេនសូម QR code ហ្នឹងវាឈ្មោះថា X by Star អញ្ចឹងយើងចូលមកកាន់ Telegram bot ហ្នឹងវិញវានឹងចេញសញ្ញាគ្រីសនៅកន្លែងនេះហើយអញ្ចឹងបើសិនជាវាចេញសញ្ញាគ្រីសមានន័យថា Star ហ្នឹងវានឹងចូលទៅកាន់ account Telegram របស់យើងភ្លាមៗយប់ឥឡូវខ្ញុំអាចបើក bot វិញមកនេះគឺវាបញ្ជាក់ថាយើងបានទិញមិញទៅលើ username មួយនេះជា account Telegram របស់ខ្ញុំអញ្ចឹងអ្នកទាំងអស់គ្នាអាចចូលមកកាន់ setting វិញដើម្បី check Star របស់យើងអូខេហើយមួយទៀតបើអ្នកទាំងអស់គ្នាទិញ premium ក៏យើងធ្វើអញ្ចឹងដែរអត់មានអីពិបាកទេអ្នកទាំងអស់គ្នាគ្រាន់តែបដូរពី Star មក premium ហើយយើងដាក់ username របស់យើងចូលទៅយើងចង់ទៅរយៈពេលប្រហែលខែ3ខែ6ខែ12ខែអីយើងអាចចុចតាមនឹងបានគឺដូចគ្នាអត់មានខុសគ្នាទេយ៉ាប់ងាយឥឡូវខ្ញុំចូលទៅកាន់ setting ដើម្បី check Star ទាំងអស់គ្នាអូខេខ្ញុំ back ថយក្រោយហើយខ្ញុំចូលមកកាន់ setting នេះអ្នកទាំងអស់គ្នា Telegram Star របស់ខ្ញុំឥឡូវគឺវាឡើងដល់2600ជាងហើយអញ្ចឹងគឺងាយស្រួលមែនតើទិញភ្លាមបានភ្លាមហើយតម្លៃធូរថ្លៃអាចសាកប្រើទាំងអស់គ្នាបាន